សរសើរតាមទំនុកដំកើងដែលយើងនឹងសរសើរដំកើងព្រះតាមទំនុកដំកើងជាមួយគ្នាចាសសូមឲ្យចិត្តយើងដែលជាគុណព្រះនោះបានសរសើរទ្រង់រាល់ថ្ងៃត្បិតព្រះដ៏ពិតនៃយើងជាព្រះដែលមានព្រះជន្មរស់នៅទ្រង់តូចឃើញនិងជ្រាបយល់ដឹងនៅដំណើរផ្លូវជីវិតរបស់យើងរាល់ពេលវេលាហើយទ្រង់សពប្រតិឲ្យយើងបានរៀនទុកចិត្តលើទ្រង់ក្នុងគ្រប់កលៈទេសៈនិងគ្រប់ពេលវេលាចូលយើងសរសើរដំកើងនេះសូមយើងរួមស្ដាប់ជាមួយគ្នានៅគម្ពីរទំនុកដំកើង5ខ1ដល់12អោព្រះយេហូវ៉ាអើយសូមផ្ទៀងប្រការស្ដាប់ពាក្យរបស់ទូបង្គំសូមពិចារណាការរំពឹងគិតរបស់ទូបង្គំអោបរមសត្វដ៏ជាព្រះនៃទូបង្គំអើយសូមប្រុងស្ដាប់សំឡេងនៃពាក្យដែលទូបង្គំអំពាវនាវត្បិតទូបង្គំអធិដ្ឋានដល់ទ្រង់អោព្រះយេហូវ៉ាអើយនៅពេលព្រឹកទ្រង់នឹងឮសំឡេងរបស់ទូបង្គំគឺនៅពេលព្រឹកទូបង្គំនឹងទូលដល់ទ្រង់ដោយលំដាប់ព្រមទាំងរក្សាពេលចាំយាមផងត្បិតទ្រង់មិនមែនជាព្រះដែលសពប្រធារតីនឹងសេចក្តីល្មើសទេអាចសេចក្តីអាក្រក់នឹងនៅជាមួយនឹងទ្រង់មិនបានពួកឆ្មាងឆ្មាយនឹងឈរនៅចំពោះព្រះនេតទ្រង់មិនបានទេទ្រង់ក៏ស្អប់បណ្ដាពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតទ្រង់នឹងបំផ្លាញពួកអ្នកដែលពោលពាក្យភូតភរព្រះយេហូវ៉ាទ្រង់ខ្ពើមឆ្អើមចំពោះមនុស្សដែលតែងតែកំចាយឈាមហើយបោកប្រាស់គេអោទូបង្គំវិញទូបង្គំនឹងចូលទៅក្នុងដំណាក់នៃទ្រង់ដោយសារសេចក្តីមេត្តាករុណាដ៏បរិបូរណ៍របស់ទ្រង់ទូបង្គំនឹងថ្វាយបង្គំនៅក្នុងព្រះវិហារដ៏បរិសុទ្ធរបស់ទ្រង់ដោយចិត្តកោតខ្លាចដល់ទ្រង់អោព្រះយេហូវ៉ាអើយសូមណែនាំទូបង្គំក្នុងសេចក្តីសុចរិតរបស់ទ្រង់ដោយព្រោះពួកខ្មាំងសត្រូវនៃទូបង្គំសូមធ្វើឲ្យផ្លូវទ្រង់ត្រង់នៅមុខទូបង្គំត្បិតនៅក្នុងមាត់ពួកនោះគ្មានសេចក្តីពិតឡើយខាងក្នុងគេមានសិតតែសេចក្តីកាយអាក្រក់បំពង់កគេជាភ្នោខ្មោចនៅចំហគេពោបញ្ឆោតដោយសារអណ្ដាតអោព្រះយេហូវ៉ាអើយសូមទ្រង់កាត់ទោសដល់គេសូមឲ្យគេដួលចុះដោយឧបាយរបស់គេសូមបណ្ដេញគេចេញដោយព្រោះអំពើរំលងរបស់គេដែលច្រើនឥតករុណាត្បិតគេបានបះបោរនឹងទ្រង់ហើយនោះអស់អ្នកដែលពឹងដល់ទ្រង់គេនឹងរីករាយឡើងគេនឹងច្រៀងដល់អំណរជានិច្ចពីព្រោះទ្រង់តែងការពារគេហើយអស់អ្នកដែលស្រឡាញ់ដល់ព្រះនាមទ្រង់នឹងបានត្រេកអរដោយសារទ្រង់បិទព្រះយេហូវ៉ាអើយទ្រង់នឹងប្រទានពរដល់មនុស្សសុចរិតទ្រង់នឹងបាំងអ្នកទាំងនោះនៅជុំវិញដោយព្រះគុណទុកដូចជាខែល
នៅពេលកំពុងតែជួបនឹងបញ្ហានោះតើអ្នកនឹងធ្វើអ្វីនៅក្នុងទំនុកដំកើងជាច្រើនដែលបានសរសេរឡើងក្នុងពេលដែលកំពុងជួបនឹងវិបត្តិមានការពិសោធន៍នៃការឈឺចាប់ទំនុកដំកើង5យើងស្វែងរកយល់ពីលក្ខណៈដែលតាក់ទងទៅនឹងការលបួងលំដាប់ទី1នៅក្នុងខ1ទៅ7បង្ហាញឲ្យឃើញថាស្ដេចដាវីតមានការពិសោធន៍ក្នុងការជួបនឹងការពិបាកទ្រង់បានទូលស្នើដល់ព្រះថាអោព្រះយេហូវ៉ាអើយសូមផ្ទៀងព្រះការស្ដាប់ពាក្យទូលបង្គំសូមពិចារណាទំពឹងគិតរបស់ទូលបង្គំសូមយើងស្វង់យកសម្ដីរបស់ស្ដេចដាវីតដែលថាសូមស្ដាប់និងពិចារណាដែលមានន័យថាស្ដាប់នៅសំឡេងធ្ងរនៃការដកដង្ហើមធំដែលបញ្ចេញដោយស្ងាត់ស្ងៀមនៅពេលដែលយើងមានបន្ទុកធ្ងន់នៅក្នុងចិត្តនោះគឺហួសល្បត់នឹងស្រ័យបញ្ចេញត្បិតវាតឹងណែនក្នុងអរាមានតែការដកដង្ហើមធំទូលដល់ព្រះជាម្ចាស់ព្រះវិញ្ញាណបរិសុទ្ធទ្រង់ឮនៅសំឡេងធ្ងររបស់យើងហើយទ្រង់ជួយអង្វរជំនួសយើងការទំពឹងគិតរបស់ស្ដេចដាវីតបានផ្ទុះចេញស្រែកយំទូលដល់ព្រះការអធិដ្ឋានទូលដល់ព្រះមិនមែនទូលដល់ព្រះដោយស្ងាត់ស្ងៀមអសប្បាយជានិច្ចនោះទេមានពេលដែលស្ងាត់ស្ងៀមមានពេលដែលស្រែកទូលអង្វរទាំងទឹកភ្នែកហើយដែលពេលខ្លះដែលមានចិត្តបះបោរនឹងការដែលយើងកំពុងប្រឈមមុខផងដែរស្ដេចដាវីតបានទូលដល់ព្រះមូលហេតុនៃសំណើរបស់ស្ដេចដាវីតគឺសំដៅទៅលើភាពបរិសុទ្ធរបស់ព្រះស្ដេចដាវីតទូលដល់ព្រះដោយដឹងថាព្រះទ្រង់មិនសប្បុរហត្ថតីនឹងការអាក្រក់ល្មើសព្រមទាំងពួកឆ្មើងឆ្មៃឡើយពិតណាស់ព្រះទ្រង់នឹងកាត់ទោសដល់ពួកទម្មិលល្មើសមិនខានតែក៏មិនមែនថាព្រះទ្រង់កាត់ទោសគេភ្លាមគ្រប់ពេលវេលានោះទេហើយការដែលស្ដេចដាវីតទូលដល់ព្រះនោះគឺស្ដេចដាវីតចូលទៅព្រះដោយការថ្វាយបង្គំទូលដល់ព្រះទ្រង់ផ្ទាល់ព្រះអង្គឯងលំដាប់ទី2ស្ដេចដាវីតបានទូលស្នើដល់ព្រះថាសូមណែនាំត្បិតទ្រង់ត្រូវការផ្លូវរបស់ព្រះដែលជាផ្លូវសុចរិតនេះជាមេរៀនសម្រាប់យើងនៅពេលដែលយើងជួបនឹងឧបសគ្គនោះត្រូវដឹងថាអ្វីដែលយើងត្រូវការធំបំផុតនោះប្រាជ្ញាឲ្យបានស្គាល់នៅបំណងព្រះハរតីព្រះសូមកត់ចំណាំមើលពីស្ដេចដាវីតមិនបានទូលសូមថាឲ្យព្រះទ្រង់រំដោះទេគឺសូមណែនាំក្នុងការដើរក្នុងផ្លូវរបស់ព្រះដែលតែងតែដឹកនាំឆ្ពោះទៅរកជ័យជំនះ